នេះគឺជារឿងរ៉ាវខ្លះៗនៅពីក្រោយការថតភាពយន្តរឿងមុនដំបូងខ្មែរក្រហមសម្រាប់ប៉ាខ្ញុំហើយនឹងអនុស្សាវរីយ៍តូចមួយរវាងខ្ញុំនិងអ្នកនិពន្ធរឿងនេះផងដែរមុននឹងចូលដល់និយាយអំពីការថតឬក៏ផលិតរឿងនេះខ្ញុំសូមរំលឹកអ្នកទាំងអស់គ្នាបន្តិចអំពីតើលោកស្រីអឹងលួងជានរណាលោកស្រីអឹងលួងគឺជាជនជាតិខ្មែរម្នាក់ដែលបានជួបប្រទះនៅក្នុងរបបខ្មែរក្រហមនៅពេលដែលលោកស្រីមានអាយុត្រឹមតែ5ឆ្នាំប៉ុណ្ណោះហើយជួបប្រទះនឹងសោកនាដកម្មបែកបាក់គ្រួសារមិនខុសពីគ្រួសារខ្មែរដទៃទេក្រោយមកលោកស្រីបានភៀសខ្លួនទៅរស់នៅក្នុងប្រទេសសហរដ្ឋអាមេរិកហើយនៅក្នុងឆ្នាំ2000លោកស្រីបានចងក្រងជីវប្រវត្តិនិងដំណើររឿងរបស់លោកស្រីហើយបោះពុម្ពផ្សាយជាភាសាអង់គ្លេសនៅភាគសៀវភៅមួយក្បាលដែលមានចំណងជើងថា First They Killed My Father A Daughter of Cambodia Remember ដែលសៀវភៅនេះចេញផ្សាយបោះពុម្ពឆ្នាំ2000ហើយត្រូវបានមានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកអានបន្ទាប់មកលោកស្រី Angelina Jolie ក៏បានយកសៀវភៅនេះទៅផលិតជាខ្សែភាពយន្តដ៏ល្បីល្បាញដែលចាប់ផ្ដើមផលិតក្នុងឆ្នាំ2015ហើយចេញផ្សាយក្នុងឆ្នាំ2017ដែលរក្សាចំណងជើងដើមដដែលគឺ First They Killed My Father ឬជាភាសាខ្មែរដាក់ថាមុនដំបូងខ្មែរក្រហមសម្រាប់ប៉ារបស់ខ្ញុំមុននឹងត្រឡប់ទៅបន្ថែមបន្តទៀតអំពីការថតរឿងនេះខ្ញុំសូមរំលឹកអនុស្សាវរីយ៍តូចមួយរវាងខ្ញុំនិងលោកស្រីអឹងលួងនៅដើមឆ្នាំ2024ខ្ញុំបានទៅធ្វើដំណើរទៅចូលរួមសន្និបាតសំខាន់មួយនៅអង្គការទីស្នាក់ការអង្គការសហប្រជាជាតិហើយនៅទីនោះខ្ញុំពុំបានដឹងទេថាលោកស្រីអឹងលួងចូលរួមហើយលោកស្រីអឹងលួងក៏គាត់មិនស្គាល់ខ្ញុំដែរប្រកាសណាស់ខ្ញុំមិនមែនជាអ្នកល្បីល្បាញអីទេនៅព្រឹកនោះខ្ញុំបានឡើងថ្លែងសារខ្លះទាក់ទងជាមួយនឹងបញ្ហាបទពិសោធន៍កម្ពុជាដើម្បីយកទៅដោះស្រាយនៅប៉ាឡេស្ទីនហើយនឹងផ្ដល់សំណួរខ្លះអីចឹងទៅប៉ុន្តែពេលនោះក៏ជាឱកាសមួយដែលធ្វើឲ្យអ្នកនៅក្នុងអង្គប្រជុំនោះគាត់ស្គាល់ដែរដោយសារមានអ្នកចូលរួមច្រើនហើយប្រហែលជាលោកស្រីអឹងលួងឃើញខ្ញុំនៅពេលនោះដែររសៀលប្រហែលជាម៉ោង3មានសម្រាប់សម្រន់លោកស្រីក៏ស្រាប់តែដើរលឿនស្លេវមករកខ្ញុំឃើញគាត់ពីចម្ងាយសម្លឹងមើលមុខខ្ញុំដោយញញឹមហើយមកសួរខ្ញុំជាភាសាអង់គ្លេសថាតើអ្នកមកពីកម្ពុជាមែនអត់ខ្ញុំក៏ឆ្លើយតបជាភាសាខ្មែរទៅរួចក៏ណែនាំខ្លួននឹងការងារហើយរីករាយដែលបានជួបលោកស្រីអីចឹងទៅហើយលោកស្រីហាក់ដូចជាសប្បាយចិត្តមែនទែនដែលជួបខ្មែរគ្នាឯងនៅទីនោះហើយក៏បានសួរនាំខ្ញុំខ្លះនឹងជជែកអំពីការផលិតរឿងនឹងខ្លះផងដែរខ្ញុំសប្បាយចិត្តមែនទែនដោយសារតែខ្ញុំជាអ្នកគាំទ្រលោកស្រីហើយខ្ញុំបានធ្លាប់ស្គាល់លោកស្រីពីមុនមកតាមរយៈភាពយន្តនោះឯងក្រោយមកលោកស្រីក៏បានណែនាំមកខ្ញុំស្គាល់ប្តីលោកស្រីគឺលោក Mark Premier ហើយយើងក៏បានតកិច្ចសន្ទនាយ៉ាងស្និទ្ធស្នាលហើយអ្វីដែលខ្ញុំរំភើបបំផុតនោះគឺលោកបានបង្គាប់ឲ្យស្វាមីលោកស្រីនេះថតរូបរវាងខ្ញុំនិងលោកស្រីទៅពីរនាក់ដែលខ្ញុំនឹងដាក់រូបជូននៅត្រង់នេះជាអារម្មណ៍សប្បាយរីករាយមែនទែនពីព្រោះមានមនុស្សល្បីល្បាញម្នាក់មកសុំខ្ញុំថតរូបខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលនោះហើយក៏បានបន្តកិច្ចសន្ទនាបន្តិចបន្តួចមុននឹងយើងត្រឡប់ចូលទៅក្នុងសន្និបាតវិញត្រឡប់មកវិញតាក់ទងជាមួយនឹងការផលិតខ្សែភាពយន្តវិញរឿងនេះចាប់ផ្ដើមថតនឹងរៀបចំនៅក្នុងឆ្នាំ2015ហើយបញ្ចប់នៅក្នុងឆ្នាំ2016ហើយចេញផ្សាយនៅក្នុងឆ្នាំ2017នៅលើ platform មួយគឺ Netflix ហើយបងប្អូនដែលមាន Netflix អាចទៅស្វែងរកទស្សនារឿងនេះបានរឿងនេះបានសម្រិតសម្រាំងនៅគុណភាពនិងភាពសុក្រិតនៃរូបភាពនឹងខ្លាំងមែនទែនដោយសារតែលោកស្រីអឹងលួងបានចូលខ្លួនទៅផ្ដល់យោបល់ពិភាក្សានិងពិនិត្យទីតាំងថតជាក់ស្ដែងជាច្រើនមែនទែនហើយលោកស្រី Angelina Jolie ដែលជាតារា Hollywood ដ៏ល្បីដែលមានសញ្ជាតិខ្មែរនោះក៏ជាមនុស្សយល់អំពីរបៀបរបបរស់នៅខ្មែរច្រើនមិនតែប៉ុណ្ណោះនៅក្នុងភាពយន្តនេះគឺមានការសហការដឹកនាំពីកូនប្រុសរបស់លោកស្រី Angelina Jolie ដែលជាកូនចិញ្ចឹមឈ្មោះ Maddox Jolie Pitt ជាអតីតឬក៏ជាក្មេងដែលរស់នៅស្រុកសំឡូតខេត្តបាត់ដំបងដែលលោកស្រី Angelina យកទៅចិញ្ចឹមបីបាច់នោះមិនតែប៉ុណ្ណោះក៏មានកូនប្រុសរបស់លោកស្រីមួយរូបទៀតគឺលោក Park Tien Jolie Pitt ដែលជាជនជាតិភូមា
ដែលជាកូនចិញ្ចឹមដូចគ្នាបានចូលរួមធ្វើជាអ្នកថតរូបនៅក្នុងរឿងនេះទៀតដូច្នេះសិតតែជាអ្នកមានសមត្ថភាពមែនទែនហើយដំណើរការថតរឿងនេះនៅបាត់ដំបងគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំបានទៅមើលកន្លែងគេ set up ថតរៀបចំឆាកអីហ្នឹងគឺពិសេសអស្ចារ្យដូចអ្វីដែលគេហៅថា Hollywood នោះពិតមែនចុងក្រោយខ្ញុំនឹងលើកយកអំពីក្មេងស្រីមួយដែលដើរតួជាលោកស្រីអឹងលួងកាលពីអាយុ 5-6 ឆ្នាំនោះគឺប្អូនស្រីសារឹមស្រីមុចគឺជាតួអង្គពិសេសមួយឬក៏ជាតួអង្គឯកនៅក្នុងរឿងនោះហើយគេជ្រើសរើសយកប្អូនមកសម្ដែងដោយសារតែប្អូនជាអ្នកដែលរស់នៅក្នុងជីវភាពលំបាកហើយគាត់អាចបង្ហាញឬក៏បញ្ចូលអារម្មណ៍លំបាកឲ្យដូចជីវិតលោកស្រីអឹងលួងនៅក្នុងពេលនោះបានអ្វីត្បិតតែនេះជាការសម្ដែងលើកដំបូងរបស់ប្អូនស្រីស្រីមុចប៉ុន្តែសកម្មភាពនឹងការសម្ដែងរបស់ប្អូនស្រីរស់រវើកមែនទែនហើយល្អណាស់សប្តាហ៍ថ្ងៃស្រីមុចធំពេញរូបពេញរាងហើយមានសម្រស់ស្រស់ស្អាតមិនធម្មតាដែរទេគាត់មុខស្រស់តាំងពីគាត់នៅតូចម្លេះប្រជាជនខ្មែរយើងពិចារណាបានឃើញទម្រង់មុខគាត់ស្អាតណាស់ហើយតកតងជាមួយនឹងការផលិតរឿងនេះដែរគឺទទួលបានជោគជ័យយ៉ាងខ្លាំងហើយមានការចាក់ផ្សាយនៅតាមរោងកុនឬក៏ទីសាធារណៈនៅកម្ពុជាដែលឥតគិតថ្លៃនៅក្នុងឆ្នាំ2017នោះហើយមកដល់សប្តាហ៍ថ្ងៃយើងនៅតែអាចទស្សនាបានដោយសេរីនៅលើ Netflix ថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងអរគុណសូមជម្រាបលាជួបគ្នានៅពេលក្រោយទៀត